អូយបងបែកគ្នាយូរហើយសុខសប្បាយជាទេ ឯញ៉ាបែកគ្នាយូរស្អីទៅពួកយើងមិនដែលស្គាល់ពួកគាត់ឯណាតែប្អូនទាំងពីរមកពីណាពីណីហេតុអីក៏ជួបផ្ទះខ្ញុំពួកយើងដូចជាអត់ដែលស្គាល់គ្នាទេមែនហើយតើពួកឯងមកទីនេះមានការអីមើលទៅពួកយើងដូចជាមិនដែលស្គាល់គ្នាពីមុនមកសោះអូផ្លេចណែនាំខ្លួនខ្ញុំគឺជាអ្នកចំណូលថ្មីសូមផ្ញើខ្លួនផ្ញើប្រាណផងពួកខ្ញុំនេះចង់មកស្វាគមន៍រាក់ទាក់ត្រូវហើយបងពួកខ្ញុំគឺជាអ្នកចំណូលថ្មីនោះទេទើបតែមកដល់ភូមិនេះនៅក្នុងថ្ងៃនេះឯងហើយខ្ញុំដើរចូលតាមផ្ទះដើម្បីសួរសុខទុក្ខនិងរាក់ទាក់ឲ្យបានស្គាល់គ្នានឹងណាខ្ញុំនេះឈ្មោះឌីប្រពន្ធខ្ញុំឈ្មោះរុយហើយចូលបងឈ្មោះអ្វីដែរអូការពិតអញ្ចឹងទេអីណែខ្ញុំឈ្មោះសឿនហើយប្រពន្ធខ្ញុំនោះឈ្មោះអុកងាប់ហើយឈ្មោះអីអាក្រក់ស្ដាប់ខ្លាំងម្ល៉េះខ្មោចងាប់ម៉ាកាណូមិនក៏មិនយកឈ្មោះគេមកដាក់ទៅឈ្មោះនេះអាក្រក់ស្ដាប់ណាស់ឯងឈ្មោះឮតែអុកនឹងអុកស្អីគេអុកញាច់មែនទេរឿងអ្នកចំណូលថ្មីអុកឡុកភូមិមីងរុយនិងពូឌីគឺជាអ្នកចំណូលថ្មីបានទៅរស់នៅក្នុងភូមិមួយដោយហេតុតែចង់ស្គាល់អ្នកភូមិឲ្យបានលឿនពួកគាត់ក៏ដើរទៅតាមផ្ទះនីមួយៗដើម្បីសួរសុខទុក្ខគេប៉ុន្តែដោយសារតែសម្ដីពួកគាត់អាក្រក់តាំងពីកំណើតក៏បង្កើតជាជម្លោះជាមួយអ្នកភូមិជាហូរហែទីបំផុតយើងមកដល់ផ្ទះថ្មីរបស់យើងហើយណាឯងផ្ទះថ្មីស្អីទៅខ្ទមនឹងណាខ្ញុំមើលគ្មានឃើញថ្មីត្រង់ណាផងអើយខ្ញុំចង់និយាយថាទីកន្លែងថ្មីណាឯងយល់ដែរទេទីកន្លែងថ្មីប៉ុន្តែនៅក្នុងភូមិនេះខ្ញុំឃើញផ្ទះគេធំណាស់ខុសអីតែផ្ទះយើងដូចជាតូចជាងគេដល់ហើយឃើញផ្ទះគេធំជាងយើងប៉ុន្តែមិនប្រកាសថាការរស់នៅរបស់គេរស់នៅបានសុខសាន្តជាងយើងដែរណាឯនិយាយបែបហ្នឹងចង់បានន័យថាយ៉ាងម៉េចទៅធម្មតាទេគេប្រកាសជាមានចំណុចខ្សោយដែលអន់ជាងយើងជាមិនខានអើយមនុស្សម្នាក់គេមិនដែលខ្វល់ពីចំណុចខ្សោយខ្លួនឯងទេទោះបីជាមានក៏គេមិនដឹងគេមិនចាប់អារម្មណ៍ដែរបើគេមិនដឹងយើងនេះហើយគឺទៅប្រាប់គេតែម្ដងទៅថាគេអន់ឬក៏ខ្សោយចំណុចណាមែនហើយឯងដើម្បីកុំឲ្យអ្នកភូមិគេគិតថាពួកគេនឹងអស់ចាជាងយើងបើអញ្ចឹងពួកយើងទុកបង្វិចទៅហើយនាំគ្នាដើរលេងក្នុងភូមិឯងខ្ញុំគិតថាលែងចង់ធ្វើជាមេភូមិហើយហេតុអីទៅហើយចុះឯងមិនមើលទៅអ្នកភូមិយើងច្រើនខ្លាំងណាស់ហើយអ្នកណាការកូនអ្នកណាការក្មួយក៏ហៅតែខ្ញុំដែលជាមេភូមិរហូតបើឯងជាមេភូមិគេត្រូវតែហៅជិះមិនផុតនោះទេឯងកុំសូវចិត្តចង្អៀតចង្អល់ពេកបានគេផ្ដល់កិត្តិយសហើយក៏ចូលរួមទៅបើយូរម្ដងខ្ញុំមិនទៅចង្អៀតចង្អល់អីទេប៉ុន្តែនេះរាល់ថ្ងៃមួយថ្ងៃ2 3រោងហើយខ្ញុំមានលុយឯណាចងដៃខ្ចីគេមកចងដៃសិនទៅទ្រាំតែប្រមាណខែទៀតទេផុតរដូវកាលការហើយប្រហែលខែទៀតយ៉ាងម៉េចទៅឯងប្រហែលជាខ្ទង់កន្លះឆ្នាំទៀតបានចប់ទ្រាំទៅធ្វើម៉េចឯងស្គាល់គេច្រើនសួស្តីបងប្អូនអ្នកភូមិទាំងអស់គ្នាអើយខ្ញុំឈ្មោះឌីគឺជាអ្នកចំណូលថ្មីណាចំណែកឯខ្ញុំម្នេះវិញឈ្មោះរុយរុះរាយខ្លាំងណាស់ហើយក៏អាសាព្យាយាមទៀតផងបើសិនជាបងប្អូនចង់ពឹងពាក់អីអាចពឹងពាក់បាន24ម៉ោងពួកខ្ញុំនេះមិនឆ្មៅឆ្មៃទេអ្នកណាក៏ខ្ញុំរាប់អានដែរពួកយើងคล้ายទៅជាអ្នកជិតខាងនឹងគ្នាហើយដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាទទួលការស្រឡាញ់រាប់អានពីខ្ញុំផងសង្ឃឹមថាតទៅពួកយើងនឹងល្អនឹងគ្នាទៅវិញទៅមកឯងពួកយើងស្រែកមួយថ្ងៃទៅហើយគ្មានអ្នកណាគេឆ្លើយតបជាមួយនឹងពួកយើងសោះបើយើងដើរស្រែកបែបនេះតិចគេថាយើងឈួតទៅដឹងឯងបើអញ្ចឹងចូលតាមផ្ទះទៅឯង
មានតែចូលតាមផ្ទះទេបាននិយាយសួរនាំគេលេងហើយបានឆាប់ស្គាល់គ្នា បានបើអញ្ចឹងតោះពួកយើងប្រញាប់ទៅ អីញ៉ាមានចាំប្រវត្តិកង់នេះដែរទេ អ្នកណាមិនចាំទៅកង់នេះហើយដែលឯងតែងតែដប់ខ្ញុំទៅមើលល្ខោន អូត្រូវហើយកង់នេះគឺថាអាយុកាលវាយូរហើយវាមានអនុស្សាវរីយ៍ជូរចត់កំសត់កំរសប្បាយរីករាយជាមួយគ្នាច្រើនណាស់ដូច្នេះហើយទើបខ្ញុំមិនដាច់ចិត្តយកទៅលក់អេតចាយនឹងណា មិនចាំបាច់លក់នោះទេទុកតាំងក៏បានដែរហើយរំលឹកឲ្យចៅនិងចៅទួតគេបានស្គាល់ផង មែនហើយឯងពេលដែលខ្ញុំបានឃើញកង់នេះម្ដងខ្ញុំនឹកឃើញកាលពីពួកយើងនៅក្មេងពិតជាសប្បាយណាស់ឯង ពេលវេលាពិតជាដើរលឿនណាស់កាលពួកយើងនៅក្មេងហាក់ដូចជាមួយប្រព្រឹត្តភ្នែក ឥឡូវនេះម្នាក់ចូល6ចូល7ទៅហើយជំងឺក៏កាន់តែច្រើនទៀតអើយខ្ញុំនេះពិតជាបារម្ភពីឯងណា បារម្ភពីខ្ញុំធ្វើអីឯងគួរតែបារម្ភពីសុខភាពរបស់ខ្លួនឯងវិញទៅ អូយបងបែកគ្នាយូរហើយសុខសប្បាយជាទេ ឯងណាបែកគ្នាយូរស្អីទៅពួកយើងមិនដែលស្គាល់ពួកគាត់ឯណាតែប្អូនទាំងពីរមកពីណាពីណីហេតុអីក៏ចូលផ្ទះខ្ញុំពួកយើងដូចជាអត់ដែលស្គាល់គ្នាទេ មែនហើយតើពួកឯងមកទីនេះមានការអីមើលទៅពួកយើងដូចជាមិនដែលស្គាល់គ្នាពីមុនមកសោះអូផ្លេចណែនាំខ្លួនខ្ញុំគឺជាអ្នកចំណូលថ្មីសូមផ្ញើខ្លួនផ្ញើប្រាណផងពួកខ្ញុំនេះចង់មកស្វាគមន៍រាក់ទាក់ ត្រូវហើយបងពួកខ្ញុំគឺជាអ្នកចំណូលថ្មីនោះទេទើបតែមកដល់ភូមិនេះនៅក្នុងថ្ងៃនេះឯងហើយខ្ញុំដើរចូលតាមផ្ទះដើម្បីសួរសុខទុក្ខនិងរាក់ទាក់ឲ្យបានស្គាល់គ្នានឹងណាខ្ញុំនេះឈ្មោះឌីប្រពន្ធខ្ញុំឈ្មោះរុយហើយចូលបងឈ្មោះអ្វីដែរអូការពិតអញ្ចឹងទេអីណែខ្ញុំឈ្មោះសឿនហើយប្រពន្ធខ្ញុំនោះឈ្មោះអុក ងាប់ហើយឈ្មោះអីអាក្រក់ស្ដាប់ខ្លាំងម្ល៉េះខ្មោចងាប់មកកណោមិនក៏មិនយកឈ្មោះគេមកដាក់ទៅឈ្មោះនេះអាក្រក់ស្ដាប់ណាស់ ឯងណាឈ្មោះឮតែអុកនឹងអុកស្អីគេអុកញាច់មែនទេ អេពួកឯងដូចជាជ្រុលពេកហើយហេតុអីក៏មកថាឲ្យឈ្មោះអញបែបនេះអញ្ចឹងជាអ្នកចំណូលថ្មីដូចជាមាត់ដាច់ណា ដែលឯងកុំតន់អាខឹងអីជួនកាលគេនិយាយលេងយើងមិនតន់ស្គាល់ចិត្តគ្នានោះទេឯងកុំប្រកាន់ខឹងអីណាហើយមើលចុះកង់ឡងកាចាហើយប្រឹងជួសជុលទៀតជួសជុលទៅប្រើស្អីកើតកង់នេះណាគួរតែបោះចោលទៅល្អជាង មែនហើយទុកធ្វើអីនាំតែចង្អៀតផ្ទះទេថាមិនត្រូវដើរចុះដើរឡើងប៉ះដៃប៉ះជើងតែតំណោះទៀតក៏មិនដឹងយោអាពីអ្នកប្តីប្រពន្ធនេះមកផ្ទះអញមិនមែនមកស្វាគមន៍អីទេគឺមករិះគន់តើឯញ៉ាអ្នកចំណូលថ្មីបែបនេះមិនបាច់រាប់រោគទេ ទៅចេញទៅណាឯងស្មានតែមកល្អជាហើយមកនិយាយស្ដាប់ដូចជាមិនយល់សោះទៅណាក៏ទៅត្រឡប់ទៅវិញទៅអូបងកុំខឹងអីពួកខ្ញុំតែប៉ុណ្្នឹងឯងពួកខ្ញុំជាមនុស្សស្មោះត្រង់នោះទេប៉ុន្តែគ្រាន់តែពួកខ្ញុំចូលចិត្តនិយាយពាក្យពិតអាពាក្យមិនពិតពាក្យលើកដៃលើកជើងស្អីនឹងខ្ញុំមិនចេះដូច្នេះទើបបងពិបាកស្ដាប់នឹងណា ខ្លួនចាស់ហើយរស់បានប្រហែលឆ្នាំទៀតនឹងគេនិយាយត្រង់គួរតែស្ដាប់ទៅយ៉ាងម៉េចចង់ឲ្យគេនិយាយកុហកគេបញ្ចោអស់ទ្រព្យមានដែរទេបានពួកខ្ញុំមកនិយាយរកបែបនេះចាត់ទុកថាសំណាងពេកហើយនៅមិនដឹងខ្លួនទៀត អូយឯងដេញហើយមិនទៅនៅតែមកឌីលទៀតមើលទៅពួកយើងត្រូវតែចាត់ការហើយ និយាយកាន់តែយូរមើងងាយកាន់តែខ្លាំងពួកយើងគួរតែប្រើពីអ្នកប្តីប្រពន្ធនេះឲ្យដឹងដែរម្ដង ឯងឲ្យលុយខ្ញុំខ្លះមកខ្ញុំយកគោយន្តទៅធ្វើ ធ្វើអីទៅឯងគោយន្តនៅបើកបានសោះនឹងណាជិះសិនទៅ ស្រែយើងនៅឆ្ងាយខ្ញុំខ្លាចតែខូចតាមផ្លូវនោះទេឯងមើលតគោយន្តយើងឥឡូវនេះផ្សែងខ្លាំងណាស់ អើយគោយន្តយើងនេះខូចរហូតឲ្យតែបែបនេះទៅរកលុយចំណេញចូលផ្ទះមិនឃើញទេ វាមិនអស់ប្រមាណទេបើយើងឆាប់ធ្វើនោះប៉ុន្តែបើសិនជាឯងទុកឲ្យយូរជាងនេះណាប្រកាសជាអស់ច្រើនជាមិនខាន បានបើអញ្ចឹងឯងល្ងាចនេះចាំយកគោយន្តឲ្យគេមើលទៅចុះ
សួស្តីអ្នកទាំងពីរសុខសប្បាយជាទេទៅណាមកណាឲ្យពួកខ្ញុំពីរអ្នកប្តីប្រពន្ធនេះសុំទៅដោយសារផងបានដែរទេអេហើយចុះអ្នកទាំងពីរជាអ្នកណាទៅមុខជាំទាំងពីរអ្នកដូចជាមិនដែលឃើញនៅក្នុងភូមិពីមុនមកសោះអូអ្នកអើយបងអុកបងសឿនគាត់ចំពាក់លុយខ្ញុំមិនសងហើយពេលខ្ញុំទៅទាគាត់ក៏ខឹងហើយពួកគាត់ក៏មកវាយខ្ញុំអញ្ចឹងទៅឥឡូវនេះអត់មានអីធ្វើដំណើរទៅផ្ទះទេចង់សុំគោយន្តអ្នកទាំងពីរទៅជាមួយផងតើបានទេអូស្គាល់បងអុកបងសឿនដែរមែនទេបើអញ្ចឹងអ្នកទាំងពីរគឺជាអ្នកចំណូលថ្មីឬចាពួកខ្ញុំគឺជាអ្នកចំណូលថ្មីដូច្នេះហើយសូមការរាប់អានពីអ្នកទាំងពីរផងអូមិនជាបញ្ហាទេពួកខ្ញុំនេះរុះរាយណាស់រីករាយស្វាគមន៍មកកាន់ភូមិនេះអូមែនហើយទើបតែស្គាល់គ្នាបែបនេះមិនសូវបានដឹងពីគ្នាច្បាស់ខ្ញុំសុំសួរបន្តិចទៅចុះណាអ្នកទាំងពីរជាអ្នកមានឬក៏ជាអ្នកក្រអូមិនក៏សួរអញ្ចឹងទៅវិញពួកខ្ញុំមិនមែនជាអ្នកមានអីនោះទេអូយបាច់ឆ្លើយក៏ខ្ញុំដឹងដែរថាជាអ្នកក្រនោះព្រោះថាបើប្រាប់ថាជាអ្នកមានក៏ខ្ញុំមិនជឿដែរមើលតែគោយន្តទៅឡាកាចាហើយផ្សែងឡើងល្ងឹតមេឃជិះឡើងចង់ជ្រុះម៉ាស៊ីនទៅហើយអ្នកទាំងពីរមិនខ្លាចផ្ទុះទេអីអ្នកក្រហើយគោយន្តកាចាស់ទៀតខ្ញុំមិនហ៊ានជិះទេខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទាំងពីរជិះតែពីរអ្នកនឹងទៅណាហើយបើមានគ្រោះថ្នាក់អីប្រកាសជាស្លាប់ទាំងពីរជាមិនខានអេមិនក៏ពួកឯងនិយាយបែបនេះហេតុអីក៏មកដាក់ទំនាយគ្រួសារខ្ញុំមកដំបងនិយាយដូចជាព្រោះអោនលំទោនចេះគោរពឲ្យតម្លៃដល់យូរទៅនិយាយដូចជាពិបាកស្ដាប់ណាធម្មតាទេពួកខ្ញុំពីរអ្នកប្តីប្រពន្ធចូលចិត្តនិយាយអ្វីទៅតាមការមើលឃើញគឺតែងតែនិយាយទៅវាពិបាកស្ដាប់អញ្ចឹងហើយកុំខឹងអីបើខ្លួនឯងជាអ្នកក្រគេថាអីបន្តិចបន្តួចទទួលស្គាល់ទៅកុំខឹងច្រឡោតអញ្ចឹងអីណាត្រូវតែរៀនទទួលស្គាល់នៅអ្វីដែលខ្លួនឯងកំពុងតែជួបប្រទះផងទៅឆាប់ចេញពីទីនេះទៅខ្ញុំត្រូវការទៅផ្ទះហើយមិនចាំបាច់មកនិយាយស្គាល់ណែនាំគ្នាអីតទៅទៀតនោះទេអេគ្រាន់តែនិយាយបានប្រហែលម៉ាត់សោះក៏ប្រញាប់ដេញពួកខ្ញុំខ្លាំងម្ល៉េះក្រែងតែមុននឹងអួតថាខ្លួនឯងពីរអ្នកប្តីប្រពន្ធគឺជាមនុស្សរស់រាយនោះអីឯងណាកុំនិយាយច្រើនជាមួយពួកអស់នឹងបើគោយន្តមកបុកពួកនឹងតែម្ដងទៅអើយឯងអើយគោយន្តមកហើយឆាប់រត់អើយទៅហើយឯងណាហើយនេះដាំបាយហើយឬនៅបានជាម៉ោងអង្គុយមិនព្រមងើបសោះនឹងមិនទាន់ដល់ម៉ោងហូបផងឲ្យខ្ញុំប្រញាប់ទៅដាំបាយធ្វើអីអង្គុយមកសបកទៀតសិនទៅថ្ងៃនេះដូចជាស្ងាត់អត់មានអ្នកណាមកប្តឹងសោះឯងណាតោះច្រៀងការ៉ាអូខេអីអត់ទេខ្ញុំឈឺកណាស់ឯងមិនស្ដាប់សំឡេងខ្ញុំទេអីឲ្យខ្ញុំច្រៀងការ៉ាអូខេដូចសម្រាប់ខ្ញុំទាំងរស់អញ្ចឹងអូមែនហើយភ្លេចថាឯងឈឺទៅលោកវិភូមិវិវហើយមានរឿងធំណាបងសឿនណានិយាយមួយបានហើយកុំស្រែកខ្លាំងពេកខ្ញុំនៅក្បែរនេះតើលោកមេភូមិឯងរវល់តែអង្គុយញ៉ាយគ្នាផឹកតែជាមួយនឹងប្រពន្ធនៅនឹងហើយអត់គិតទៅមើលក្នុងស្រុកភូមិមានបញ្ហាអីកើតឡើងនោះទេតើមានបញ្ហាអីទៅបងអុកគឺមានអ្នកចំណូលថ្មីមកគូពីរអ្នកប្តីប្រពន្ធនិយាយពីថាមាត់ដាច់ខ្លាំងណាស់ចូលទៅដៀលពួកខ្ញុំដល់ផ្ទះកប់មាត់ហើយពួកខ្ញុំទ្រាំមិនបានកបលះប្រមាណដៃទៅឥឡូវរត់ចេញមិនដឹងដល់ណាដល់ណីនោះទេហើយនេះលោកមេភូមិឯងមិនដឹងទេអីថាមានអ្នកចំណូលថ្មីឆ្លើយបែបនេះអីយ៉ាបងសឿនខ្ញុំមិនដឹងទៅបើគេមិនមកផ្ទះខ្ញុំផងអើយតើតាគេមកផ្ទះលោកមេភូមិឯងមែនទេដើរមើលក្នុងភូមិខ្លះទៅលោកអើយលោកអីយ៉ាបងសឿនកុំនិយាយអញ្ចឹងនៅក្នុងភូមិយើងមានអ្នកចាញ់មានអ្នកចូលមានអ្នកធ្វើដំណើរឆ្លងកាត់មិនមែនតែមនុស្សដដែលណាខ្ញុំមិននឹងអាចទៅសួរគេគ្រប់គ្នាបានទៅឯងណាកុំនិយាយស្ដីបែបនេះអីឯងគឺជាមេភូមិមានតួនាទីត្រូវគ្រប់គ្រងអ្នកភូមិចឹងហើយដូច្នេះពួកគាត់និយាយគឺមិនខុសទេឯងគួរតែទៅតាមរោងអ្នកចំណូលថ្មីពីអ្នកប្តីប្រពន្ធនោះទៅត្រូវហើយលោកមេភូមិម៉ាយ៉ាងម៉េចយ៉ាងម៉ាលោកមេភូមិឯងគួរតែប្រញាប់តាមរោងពីអ្នកប្តីប្រពន្ធនឹងទៅបើមិនចឹងទេពួកគេប្រកាសជាដើរបង្ករឿងពេញភូមិជាមិនខានមិនអីទេចាំខ្ញុំតាមរកពួកគេទៅចុះបងកុំអារម្មណ៍អីណាចាំខ្ញុំដោះស្រាយបញ្ហានេះជូន
លោកមេភូមិពួកខ្ញុំចង់មកប្តឹងណាអីយ៉ាមានអ្នកមកប្តឹងទៀតហើយណែអាផេះហាហើយចុះមានរឿងអីទៅគឺមានអ្នកចំណូលថ្មី2អ្នកប្រិយប្រពន្ធមិនដឹងថាមកពីណានោះទេមកឌីលពួកខ្ញុំកប់មាត់ខ្ញុំខឹងខ្លាំងណាស់តាំងពីកើតមកមិនដែរមានអ្នកណាគេមកជន់ឈ្លីកិត្តិយសគ្រួសារខ្ញុំបែបនេះនោះទេអូបើអញ្ចឹងសង្ស័យតែមនុស្សតែមួយហើយទេដឹងឯងអ្នកស្រីគ្មានអ្នកណាទេគឺមនុស្សតែមួយនឹងឯងពួកគេមាត់ដាច់ខ្លាំងណាស់មែនទេអាផេះមែនហើយពួកគេមាត់ដាច់ខ្លាំងណាស់ពួកគេបានដាក់ទំនាយពួកខ្ញុំថាជិះគោយន្តកញ្ចាស់នេះប្រកាសជាមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងអេស្ដាប់ទៅអ្នកចំណូលថ្មីនេះដូចជាមិនធម្មតានោះទេលោកមេភូមិហាមើលចុះគ្រាន់តែមកផ្លេតសោះធ្វើឲ្យពីគ្រួសារក្តៅក្រហាយទៅហើយបើសិនជាយឺតយូរបន្តិចទៀតក្នុងភូមិយើងច្បាស់ជាចលាចលមែនហើយលោកមេភូមិកុំឲ្យមានបញ្ហាចលាចលទាន់សូមលោកមេភូមិទៅចាប់ពួកគេមកអប់រំចេញទៅអីយ៉ាហេតុអីក៏ពិបាកជក់ម្លេះអុយអាម៉ាបាអញគិតថាឈប់ជក់ហើយណែប្រយ័ត្នគេមិនលើកកូនឲ្យទៅមនុស្សប្រុសមិនចេះជក់បរិយយ៉ាងម៉េចអញខ្លាចតែចេះជក់បរិយនឹងគេមិនលើកកូនឲ្យវិញតើអើយយើងជាមនុស្សប្រុសចេះជក់គឺជារឿងធម្មតាឯងរៀនជក់មើលអូយអញគិតថាជក់តែម្ដងនេះឈប់ជក់ហើយវាគ្មានប្រយោជន៍អីផងគេថាជក់បរិយធ្វើឲ្យកើតជំងឺច្រើនណាស់ជាពិសេសជំងឺសួតនឹងតែម្ដងអីមិនត្រឹមតែប៉ុណ្្នឹងទេនៅក្បែរគេធំស្អុយបរិយដាក់គេទៀតហើយរឿងដែលសំខាន់នោះគឺថាលុយមិនដែលសល់ទេយកទៅទិញបរិយរហូតហើយចូលឯងក៏គិតវែងឆ្ងាយម្លេះអាឆ្នុកឯងជក់ទៅសេចក្តីសុខរបស់ឯងតើអញគិតថាឯងគួរតែលះបង់ទៅណាអញក៏លះបង់ដែរព្រោះថានៅក្នុងភូមិយើងនេះគេមិនសូវចូលចិត្តយើងផងហើយបើសិនជាយើងបង្ហាញអាកប្បកិរិយាបែបនេះទៀតណាគេរឹតតែស្អប់អូយងាប់អញហើយនៅក្មេងឲ្យលហកបែរជាមកអង្គុយជក់បារីអញសង្ស័យណាស់ចេញពីជក់បារីនឹងហើយនាំគ្នាល្ងាចមិនទាន់ទេតែផឹកស៊ីបន្ទាប់ពីចេញផឹកស៊ីហើយប្រកាសជាដើរទៅកាប់ចាក់គេចរិតអន់បែបនេះប្រកាសជាម៉ែឪវាទឹកភ្នែកដោយសារវាមិនចេះតិចដងនោះទេឯងគិតយ៉ាងម៉េចដែរទៅអើយពួកអាក្មេងបាតសង្គមបែបនេះមិនស័ក្តិសមនឹងយើងទៅនិយាយជាមួយទេឯងអីពូមីងអីមកពីណាពីណីអត់ដែរស្គាល់គ្នាទេណាហេតុអីក៏មកនិយាយឌីលពួកខ្ញុំខ្លាំងម្ល៉េះមែនហើយពួកខ្ញុំគឺជាកូនកតញ្ញូមិនមែនជាមនុស្សអាក្រក់បែបនឹងនោះទេវាមិនដែលមនុស្សល្អជាណាមកខ្វាកូនជួបបរិយដូចជាពួកឯងអញ្ចឹងទេអើអញដឹងហើយពួកឯងមិនហ៊ានទទួលស្គាល់តែពួកឯងគឺជាក្មេងបាតសង្គមដោយសារតែពួកឯងនេះចង់ឲ្យគេនឹងសរសើរថាជាក្មេងល្អប៉ុន្តែទង្វើរបស់ឯងវាមិនអាចឲ្យអញហ្នឹងសរសើរពួកឯងបាននោះទេហើយពួកឯងក៏មើលមុខពួកអញពីអ្នកប្តីប្រពន្ធនេះច្បាស់ទៅអញឈ្មោះរុយប្តីឯងឈ្មោះឌីគឺជាអ្នកចំណូលថ្មីកាលណាតែពួកអញរស់នៅក្នុងភូមិនេះហើយមិនអនុញ្ញាតឲ្យមានក្មេងចរិតអន់បែបហ្នឹងរស់នៅជាមួយទេវើយអញនឹងឲ្យលោកមេភូមិដេញពួកឯងចេញពីភូមិនេះឆាប់ត្រូវហើយឯងតែកាលណាមានក្មេងបែបនេះរស់នៅក្បែរគឺពួកយើងរស់នៅមិនសុខឡើយពួកនេះតែងតែមានដៃមានជើងលួចរបស់របរកំពេចកំពុកមិនថាអានេះមិនថាអានោះឲ្យតែនៅក្បែរដៃដឹងថាវាយកហើយពួកអាអស់នេះណារស់នៅនាំតែធ្ងន់ផែនដីនោះទេបើសិនជាអាចណាឲ្យលោកមេភូមិចាប់ដាក់គួរឲ្យអស់តែម្ដងទៅអីយ៉ាហួសហេតុពេកហើយអាឆ្នុកពួកយើងមិនដែលស្គាល់គាត់ទេហេតុអីក៏គាត់ឌីលពួកយើងខ្លាំងយ៉ាងនេះអាម៉ាបាបើគាត់ឌីលប៉ុណ្ណឹងទៅហើយទុកធ្វើអីទៀតបើអញ្ចឹងប្រលះយកតែម្ដងទៅឯញ៉ាជីរ៉ូមួយថ្ងៃទៅហើយនៅតែមិនទាន់ឃើញពួកគេទៀតតើពួកគេដើរទៅណាទៅខ្ញុំក៏មិនដឹងដែរឯងចាំមើលខ្ញុំជិះទៅមុខបន្តទៀតក្រែងលោឃើញពួកគេរោពួកគេកាន់តែយូរទៅហើយសង្ឃឹមថារោពួកគេឆាប់ឃើញចោះមិនចង់ឲ្យពួកគេដើរមកករឿងតទៀតអូ
ល្អខ្លាំងណាស់ដែលបានជួបលោកមេភូមិនៅទីនេះលោកមេភូមិមានរឿងធំហើយតើរឿងស្អីទៅចម្រើនគឺបងឆ្នុកហើយនឹងបងម៉ាប់កំពុងតែវាយអ្នកចំណូលថ្មីហាវាយអ្នកចំណូលថ្មីប្រកាសជាពីអ្នកប្រិយប្រពន្ធនោះហើយអើយហេតុអីក៏សុកតែវាយគេបែបនេះអូដោយសារតែពីអ្នកប្តីប្រពន្ធគាត់នឹងណាមាត់ដាច់ខ្លាំងណាស់ដើរមើងងាយឌីលគេបែបនេះបែបនោះដូច្នេះហើយគ្មានអ្នកណាទ្រាំបាននោះទេហើយគេវាយឡើងប្រហែលអ្នកទៅហើយអីយ៉ាខ្ញុំកំពុងតែរកពួកគេផងហើយនេះពួកគេនៅណាដែរគឺនៅកន្លែងខ្វៀលគោខាងជើងភូមិនឹងលោកមេភូមិបើអញ្ចឹងតើឯងប្រញាប់ទៅអើយអូយឯងញ៉ាឃើញទេថាវាពីលមែនហេតុអីក៏នាំខ្ញុំមកនិយាយជាមួយវាអើយអាក្មេងបាត់ផ្សារអាក្មេងបាត់សង្គមហេតុអីក៏ពួកឯងមិនចេះនិយាយស្ដីមិនចេះគោរពចាស់ទុំអាងអីអាងប្រើដៃប្រើជើងអាងពួកអញជាមនុស្សចាស់ទុនខ្សោយមិនអាចតដៃជាមួយបានមែនដែរទេហើយចុះខ្ញុំប្រាប់ហើយតើថាកុំឲ្យមកដៀលពួកខ្ញុំមនុស្សមិនដែលស្គាល់គ្នាសោះមកដៀមដាមបែបនេះបែបនោះខ្ញុំទ្រាំបានទេខ្ញុំដាក់ហើយពូមីងគឺជាអ្នកចំណូលថ្មីបើមិនទាន់ស្គាល់គេទេកុំនិយាយផ្ដេផ្ដាចាំមកស្គាល់ចិត្តថ្លើមគ្នាសិនទៅចង់និយាយអីក៏និយាយទៅគេមិនខឹងទេតែអានេះមិនទាន់ដឹងស្អីផងមកនិយាយមកថាអញ្ចឹងអាណាទ្រាំបានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអញគឺជាមនុស្សចាស់តើឯងយល់ទេអីចុកក្រែងតែពួកឯងថាខ្ញុំបាត់សង្គមមែនទេអីចាស់ក្មេងខ្ញុំខ្វល់ទេបើខ្ញុំបាត់សង្គមទៅហើយគឺវាយហើយអើបើពួកអញមិនជឿហេតុអីក៏ពួកឯងមកបញ្ជាក់ទៅចាំបាច់អីធ្វើទង្វើថោកទាបបែបនេះមកកាន់ពួកអញដំបងឡើយពួកខ្ញុំទ្រាំតើប៉ុន្តែពូមីងចេះតែនិយាយច្រើនទៅដូច្នេះមានតែប្រលះតាមនឹងទៅមែនហើយឯថ្ងៃក្រោយឃើញពួកខ្ញុំកិច្ចទៅកុំមកនិយាយឌីមដាំឌឺដងផ្លែផ្កាទៀតពួកខ្ញុំអត់ចេះទ្រាំដូចជាអ្នកដតីនោះទេអើយឯងណាមិនដឹងជាអ្នកភូមិស្អីទេនិយាយស្អីក៏មិនបានចេះតែប្រើដៃប្រើជើងពួកយើងជ្រើសរើសភូមិរស់នៅខុសហើយខ្ញុំគិតថាយល់ល្អពួកយើងគួរតែរើបង្វិចទៅនៅភូមិផ្សេងវិញទៅអូយចរិតបែបហ្នឹងទៅនៅទីណាក៏មិនចោះសម្រងជាមួយនឹងអ្នកភូមិអ្នកជិតខាងអីដែរទៅនៅក្នុងព្រៃទៅណាទៅនៅក្នុងព្រៃទៅកុំនៅទីនេះអីបើហ៊ានទៅនៅក្បែរពួកខ្ញុំណារឿងមិនចេះចប់មិនចេះហើយទេខ្ញុំប្រាប់អើយ៉ាអាឆ្នុកអាម៉ាប់ហេតុអីក៏ពួកឯងវាយគេខ្លាំងដល់ថ្នាក់នេះគេគឺជាមនុស្សចាស់ណាលោកមេភូមិគាត់មើលងាយខ្ញុំពេកខែមទាំងមើលងាយលោកមេភូមិឯងទៀតផងខ្ញុំទ្រាំមិនបានក៏វាយទៅអូមើលងាយអញហើយពួកគេមើលងាយស្អីទៅគេហៅលោកមេភូមិអាអត់កំណើតណែលោកមេភូមិអត់ទេខ្ញុំមិនបាននិយាយអីទេខ្ញុំទៅជួបលោកមេភូមិម្ដងនឹងឯងហេតុអីក៏ពួកគេចេះចាក់រុកអញ្ចឹងកុំជឿវាអីណាលោកមេភូមិអាពីរអ្នកនឹងវានិយាយផ្ដេសផ្ដាស់នោះទេអាយ៉ាបានហើយពីរអ្នកប្រិយប្រពន្ធឯងនេះមិនណយទេខូចមាត់ខ្លាំងណាស់ដើរមកករឿងឡើងពេញភូមិជាច្រើនគ្រួសារហើយដែលទៅប្តឹងផ្ដាល់ខ្ញុំជាអ្នកចំណូលថ្មីហេតុអីគ្រាន់តែចូលភូមិភ្លាមបែរជាបង្កបញ្ហាច្រើនម្លេះហើយមាត់នឹងមិនចេះទប់ខ្លះទេអីហេតុអីក៏ចូលចិត្តនិយាយឌឺដងឌៀមដាមហើយថាឲ្យគេខ្លាំងម្លេះណែលោកមេភូមិពួកខ្ញុំទម្លាប់អញ្ចឹងទៅហើយរស់នៅភូមិចាស់ត្រូវគេដេញចេញទើបមករស់នៅក្នុងភូមិថ្មីនេះនឹងណាអូការពិតដោយសារតែមិនអាចរស់នៅក្បែរខាងគេបានទើបគេដេញចេញហើយរត់មកដល់ទីនេះអូបើមកដល់ទីនេះប្រកាសជាធ្ងន់កោហើយអ្នកភូមិនេះណាអត់សូវស្លូតប្រមាណនោះទេត្រូវហើយណែអ្នកភូមិខ្ញុំនេះកាយខ្លាំងណាស់ឲ្យតែប៉ះពាល់គេមិនបានទេដឹងតែមានរឿងធំហើយឥឡូវនេះខ្ញុំដឹងខុសហើយលោកមេភូមិប៉ុន្តែលោកមេភូមិទៅចាប់អាក្មេងពីរនាក់នេះព្រោះវាបានវាយប្រើហិង្សាលើខ្ញុំមិនមែនចាប់ត្រឹមតែពីរនាក់នឹងនោះទេពីរនាក់ប្រិយប្រពន្ធឯងនឹងក៏ពួកខ្ញុំត្រូវចាប់យកទៅអប់រំដែរមែនហើយបើថានៅតែមិនកែទៀតខ្ញុំមិនឲ្យរស់នៅក្នុងភូមិនេះឡើយបាទលោកមេភូមិខ្ញុំដឹងហើយ